បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយដែលចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការរកចំណូលដោយសារយើងផុសវីដេអូអាប់ឡូតវីដេអូចូលទៅក្នុង YouTube Channel របស់យើងអញ្ចឹងខ្ញុំមានមេរៀនមួយសម្រាប់លោកអ្នកអញ្ចឹងរបៀបរកចំណូលពីការអាប់ឡូតវីដេអូចូល YouTube Channel បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកមេរៀនទី1មុននឹងយើងអាចឈានទៅដល់ការបង្កើត Channel YouTube បានគឺយើងត្រូវបង្កើត Gmail account មួយយ៉ាងថ្មីស្រឡាងមួយបាទអញ្ចឹងខ្ញុំ minimize នឹងមួយទុកមួយលើសិនអញ្ចឹងដើម្បីយើងបង្កើត Gmail account បានគឺយើងចូលទៅកាន់ Google ទាំងអស់គ្នាហើយយើងវាយពាក្យថា gmail.com ខ្លួនពេញក្នុងចិត្តដាបាយបែប្រែថាបានអញ្ចឹងដើម្បីយើងបង្កើត Gmail ថ្មីមួយបានយើងចុចកន្លែងនេះ Add account ហើយយើងយកកន្លែង Create account ក្នុងលោកនេះបងស្រឡាញ់តែចូលអូខេនៅពេលដែលឃើញទម្រង់ Create your Google account រួចហើយយើងទាំងអស់គ្នាចាប់ផ្ដើមបង្កើត Gmail មួយទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនឹងបង្កើត Gmail មួយតែខ្ញុំដាក់ first name social entertainment social entertainment បាទអញ្ចឹង username របស់យើងដាក់ social in បាទបែបនេះវាចេញមកមានន័យថា someone already has that username try another អញ្ចឹងវាប្រាប់យើងថាឈ្មោះនេះគឺមានអ្នកផ្សេងគេបានប្រើរួចស្រេចហើយអញ្ចឹងយើងគួរតែដាក់ឲ្យឈ្មោះអ្វីដែលខុសប្លែកពីនេះ social entertainment អញ្ចឹងខ្ញុំនឹងដាក់123អូខេអញ្ចឹងវាអនុញ្ញាតឲ្យហើយអញ្ចឹងខ្ញុំនឹងបង្កើត password ខ្ញុំសូមបញ្ជាក់ថា first name last name បងប្អូនអាចដាក់ឈ្មោះអីស្រេចទៅលើបងប្អូនទេណាមិនបាច់ដាក់តាមខ្ញុំទេហើយ choose your username ហ្នឹងក៏អញ្ចឹងដែរបងប្អូនដាក់ទៅស្រេចទៅចិត្តហើយលេខកូដក៏ដោយដែរអញ្ចឹងខ្ញុំដាក់
អូខេចឹងបន្ទាប់ពីយើងដាក់ birthday រួចហើយយើងដាក់ page បាទបើយើងប្រុសយើងដាក់ male មកបើស្រីយើងដាក់ female បាទហើយទីនេះគឺលេខទូរស័ព្ទរបស់យើងបាទនេះគឺលេខទូរស័ព្ទរបស់យើងដែលលេខក្នុងស្រុកខ្មែរហ្នឹងហើយចឹងលេខទូរស័ព្ទបងប្អូនអាចដាក់លេខទូរស័ព្ទបងប្អូនបានចឹងខ្ញុំសូមដាក់លេខវាមានបូក855ចឹងយើងមិនបាច់ដាក់0ទេចឹងយើងដាក់ឧទាហរណ៍ទៅ017យើងដាក់17ហ្មងមកបាទនេះជាលេខទូរស័ព្ទរបស់ខ្ញុំចឹងគេត្រូវការឲ្យយើងបំពេញ current email address បានន័យថា email យោងរបស់អ្នកណាម្នាក់បានន័យថាគេត្រូវការ email មួយសម្រាប់ធានាបាទខ្ញុំសូមវាយចូល email របស់ខ្ញុំមួយទៀតដែលខ្ញុំលើកយកមក reference បាទចឹងនេះយើងគ្រីសវាមកយើងយក skip មកបាទហើយយើងគ្រីសវាចោលណាយើងគ្រីសវាឲ្យមកអូខេ next step មក អូខេអញ្ចឹងវានឹងចេញបង្ហាញ welcome your new email address is socialentertainment123@gmail.com បាទអញ្ចឹងបងប្អូនអាច save password ឬក៏មិន save សាច់តែបងប្អូនហើយយើងយក continue to gmail មិនឲ្យបងស្រវឹងបងខំចាំនំនឹងបាត់សូនឈឹងពេលស្មើនឹងពេលព្រលឹងទៅណាតែក៏ឲ្យបងចាំក្នុងnămដែលធ្លាប់ជួបគ្នាអូខេនៅពេលនេះវានឹងបង្ហាញឲ្យយើងធ្វើការរៀបចំទៅតាមវាដែលបានបង្ហាញចឹងយើងអត់មានអីពិបាកទេយើងណាច់តាមវាមកណាច់បន្តទៅទៀតបាទចឹង go to gmail បាទនេះអញ្ចឹងយើងទទួលបានប្រអប់ Gmail មួយដ៏ថ្មីស្រឡាងដើម្បីធ្វើការភ្ជាប់ជាមួយនឹង YouTube Channel របស់យើងដែលខ្ញុំនឹងបង្ហាញវីដេអូនៅភាគបន្ទាប់ទៀតពីការបង្កើត YouTube Channel បាទអញ្ចឹងនេះយើងទទួលបានប្រអប់ Gmail មួយថ្មីស្រេចហើយបាទហើយ3នេះគឺជាសាររបស់ក្រុមហ៊ុនចឹងបងប្អូនអាចដាក់រូបរបស់បងប្អូនបាននៅកន្លែងនេះដោយចូលកន្លែង change បាទ select your photo from your computer គឺបងប្អូនអាចយករូបអ្វីមកដាក់ក៏បានដែរឲ្យតែបងប្អូនស្រឡាញ់
ចឹងខ្ញុំមានរូបច្រើនចឹងខ្ញុំឧទាហរណ៍ថាខ្ញុំយករូបមួយនេះចុះនឹងអារម្មណ៍អុលចិត្តស្នេហាមិនដូចជាមិត្តចែកចិត្តបាទអញ្ចឹងវាចេញឲ្យយើងហ្នឹងកាត់រូបបាទយើងក្របរូបបន្តិចមកខ្ញុំគិតថាយកប៉ុណ្ណេះចុះអញ្ចឹងបន្ទាប់ពីយើងពេញចិត្តយើងកាត់យកដំណើរហើយបងប្អូនចុចកន្លែង set as profile photos បងខំចិត្តភ្លេចបងខាំងអូខេយើងបានរូប profile photo រួចហើយអញ្ចឹង account Gmail របស់យើងគឺរួចស្រេចអស់ហើយមានតែប៉ុណ្្នឹងទេបងប្អូនបាទយើងមិនចាំបាច់ទាមទារអ្វីច្រើនពីនេះទេសម្រាប់ Gmail ដើម្បីយើងភ្ជាប់ទៅកាន់ YouTube Channel របស់យើងបាទអញ្ចឹងសម្រាប់មេរៀនទី1របៀបនៃការបង្កើត Gmail account របស់យើងគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះសម្រាប់ភាគទី2មេរៀនទី2ខ្ញុំនឹងបង្ហាញវីដេអូនៃរបៀបបង្កើត account YouTube Channel របស់យើងដើម្បីឲ្យយើងអាចរកលុយបានពីការ upload វីដេអូចូលក្នុង YouTube Channel សូមអរគុណលោកអ្នកដែលបានទស្សនាវីដេអូរបស់យើងខ្ញុំពី Social Entertainment ទោះតែដងផ្លៃប្រែពណ៌សូមនំពរទុកអូនសំខាន់